ចាថ្ងៃនេះខ្ញុំមកធ្វើជ្រក់ទឹកសក់នឹងញ៉ាំជាមួយសាច់ចៀនហើយជ្រក់ទឹកសក់យ៉ាងនេះគឺស្រួយឆ្ងាញ់មែនតើបងប្អូនគឺរសជាតិផ្អែមជូរហើយប្រៃឡមទេហើយនេះខ្ញុំមានទឹកសក់ English cucumber នឹងមួយហើយខ្ញុំពុះជា2ទៅហាន់ឲ្យស្ដើងគឺសម្រាប់បងប្អូនដែលគាត់ចូលចិត្ត barbecue ឬ grill សាច់ហ្នឹងគឺធ្វើជ្រក់ទឹកសក់នឹងញ៉ាំជាមួយគឺឆ្ងាញ់មែនតើបងប្អូនហើយបន្ទាប់ពីហាន់ទឹកសក់នឹងអស់ទៅគឺខ្ញុំយកទៅប្រឡាក់ជាមួយអំបិលខ្ញុំដាក់អំបិលហ្នឹងចំនួន1ស្លាបព្រាបាយហ្នឹងហើយច្បល់ចូលគ្នាឲ្យសព្វអញ្ចឹងទៅទុករយៈពេល10នាទីដើម្បីឲ្យទឹកសក់យើងហ្នឹងរាងស្ពាប់បន្តិចហើយបន្ទាប់ពីនឹងមក10នាទីក្រោយមកនេះគឺចេញទឹកបងប្អូនខ្ញុំត្រងយកទឹកចេញហើយខ្ញុំបន្ថែមជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយម្ទេសស្ករស2ស្លាបព្រាប៊ីចេងបន្តិចទឹកស៊ីអ៊ីវ2ស្លាបព្រាប្រេងល្ង1ស្លាបព្រាបាយដែរ Black vinegar ហ្នឹង2ស្លាបព្រាបាយដែរហើយនេះខ្ញុំផុតស្លឹកខ្ទឹមចូលហើយមួយនឹងល្ងហើយនឹងបន្ថែមម្ទេសហុយនឹងមកហើយច្បល់ចូលគ្នាឲ្យសព្វអញ្ចឹងទៅគឺឈ្ងុយចេញពីល្ងអីហ្នឹងមកបងប្អូនគឺស្រួយឆ្ងាញ់មែនតើផ្អែមហឹរ